មេមាន5ទាំងអស់សម្ដែងក្នុងពុទ្ធសាសនាមេមាន5ទី1ទេវបុត្រមេទេវបុត្រមេហ្នឹងគឺដែលយើងហៅថាមេផ្ចាញ់ព្រះហ្នឹងតាមពិតជាទេវតាទេនឹងតាមប្រវត្តិកុំសួរថាខ្លះគួរអត់មើលមកចូលជាធម្មតាពួកនៅក្នុងកាមាវចរៈនោះទោះបីនៅក្នុងទេវតាក៏នៅមានការចម្លែកជាធម្មតាសំឡេងដើមអញ្ចឹងដែលមករៀបរៀងព្រះអង្គមិនអោយបានត្រាស់ហ្នឹងគឺក្នុងគំនិតថាណាពុទ្ធត្រាស់ពុទ្ធនឹកបរិញ្ញាកាលណាមនុស្សចេះមនុស្សលែងគោរពអញគំនិតមានហ្នឹងគឺចង់ក្តោបមនុស្សកុំឲ្យមនុស្សឆ្លាតកាលណាពុទ្ធត្រាស់ពុទ្ធនិយាយពីសច្ចធម៌មនុស្សឆ្លាតមនុស្សលែងខ្លាចមេមនុស្សលែងនៅក្នុងអំណាចរបស់មេទោះបីងាប់ពីមនុស្សទៅកើតទេវតាមនុស្សទេវតាឆ្លាតទៀតបង្កើតលទ្ធិប្រជាធិបតេយ្យដេញទេវតានឹងទៀតហ្នឹងហើយអញ្ចឹងមនុស្សដែលដឹកនាំយើងចង់គ្រប់គ្រងយើងមិនចង់ឲ្យយើងចេះទេអញ្ចឹងបានថ្មសរសើរប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិកGeorge Washington គាត់ជាអ្នកកំណត់អាណត្តិប្រធានាធិបតីហ្នឹងនៅពេលនោះប្រជាជនស្រឡាញ់គាត់ណាលើកគាត់ពាក់កណ្ដាលមនុស្សពាក់កណ្ដាលទេវតាគ្រប់ហើយសុំអង្វរឲ្យគាត់កាន់អំណាចមួយជីវិតគ្រប់គ្រងមួយជីវិតប៉ុន្តែគាត់ថាម៉េចតើអ្នកទាំងអស់គ្នាចង់បានប្រជាជនខ្លាំងឬក៏ចង់បានអ្នកដឹកនាំខ្លាំងហ្នឹងហើយអញ្ចឹងទៅគាត់ថាបើគាត់មិនចោះបើគាត់មិនកំណត់ទេពន្លកថ្មីអត់ដោះទេគំនិតមួយដែលវាមិនងាយរីកចម្រើនណាចាំអញងាប់សិនណាមិនបាច់ដល់ការងារប្រទេសទេតាមវត្តអារាមយើងណាសក្តិហ្នឹងធ្វើសក្តិទៅងាប់អត់មានច្បាប់ដូរសក្តិសោះមានតែសឹកឲ្យងាប់ទេសគាត់ថាចេះទៅងាប់យ៉ាងពេកបើមិនចឹងដែលងាយចោលទៅការណាលាតំណែងទាំងនៅជីវិតទេងាយទេគឺនៅរហូតខ្លាយជាព្រះសពព្រះសពព្រះចៅអធិការមែនទេហើយដល់ចឹងទៅអ្នកមានគំនិតថ្មីអីពិបាកបាទធ្វើឲ្យវត្តនឹងរីកចម្រើនអីយ៉ាងម៉េចងាយតែមកហ្នឹងហើយដើម្បីបានថ្មនិយាយរឿងហ្នឹងរឿងមីត្រូវព្រមមីហ្នឹងចង់ក្តោបនៅឋានត្រឹមកម្មាវចរៈ11ហ្នឹងចង់ក្តោបឲ្យនៅក្នុងអំណាចខ្លួនឯងអត់ចង់ឲ្យពីណានៅលើចង់អត់ចង់ឲ្យពីណាលើសពួកដឹងដែរដឹងតំណឹងមកអញ្ចឹងថាតែពុទ្ធត្រាស់មនុស្សឆ្លាតហ្នឹងហើយអញ្ចឹងត្រូវក្តោបកុំឲ្យពុទ្ធត្រាស់បើពុទ្ធត្រាស់ច្បាស់ជាមានមនុស្សឆ្លាតតែមានមនុស្សឆ្លាតឈប់ខ្លាចអញ20ហ្នឹងហើយឈប់រត់ហ្នឹងហើយអញ្ចឹងបានរៀបរៀងហ្នឹងតាមប្រវត្តិដែលនិយាយមកប៉ុន្តែគ្រាន់ថាពិតឬយ៉ាងណាថ្មរៀនបានពីកន្លែងហ្នឹងទី1គឺបានในក្នុងកន្លែងថាមនុស្សតើកាលណាមានចិត្តចង្អៀតខ្លាចគេចេះជាងខ្លាចគេដឹងជាងកំណត់សញ្ញាទៅថាមិនមែនជាមេដឹកនាំល្អទេគ្រូក៏មិនមែនគ្រូល្អទេហ្នឹងហើយដូចខ្មែរយើងបង្រៀនមកចេះតែទុកអាក្បាច់ការពារខ្លួនណាជាពិសេសក្បាច់គុណខ្មែរគ្រូបរៀនសិស្សខ្លាចតែសិស្សចេះហើយវាយខ្លួនឯងវិញហ្នឹងអញ្ចឹងបើថាចេះ100ក្បាច់បរៀនតែ90ជាងឯងទុកអានឹងក្រៃលោសិស្សវាក្បត់អញ្ចឹងមួយចំណន់ទុកពី3ក្បាច់មួយចំណន់ទុកពី3ក្បាច់ចុះបើ100ចំណន់អស់លីងហ្នឹងហើយទៅចុងក្រោយវាយអត់ក្បាច់ហ្មងត្រូវគំនិតនឹងអត់រីចម្រើនទេ
ឥឡូវពីរឿងមីហ្នឹងតាមគម្ពីរដីកាសម្ដែងថាជាទេវតាដែលចង់គ្រប់គ្រងលើគេនៅក្នុងឋាន11ហ្នឹងខ្លាចមនុស្សចេះយល់ដឹងពីសច្ចធម៌ទៅលែងជឿហើយសួរថាមានឹងមាក្នុងចិត្តព្រះអង្គឬក៏មានោះតាមប្រវត្តិមានឹងក៏មានមាក្នុងចិត្តក៏មានមាក្នុងចិត្តហៅថាកិលេសមាអញ្ចឹងកិលេសមាក្រៅពីកិលេសមាមានមាផ្សេងទៀតខន្ធមារូបកាយនិងចិត្តវិញ្ញាណរបស់យើងនឹងតួជីវិតនឹងក៏ចាត់ថាជាមាដែរយើងឃ្លាតស្រុកឃ្លាតផ្ទះសម្បែងមកដល់ទីនេះព្រោះតែមាគឺមានជីវិតនេះហើយជាភារៈបើយើងមិនមកអត់កើតទេត្រូវទំនុកបំរុងវាអង្គុយប្រហែលម៉ោងហ្នឹងឥឡូវហ្នឹងវាធ្វើទុកទៀតហើយវាត្រូវដេញយើងទៅប្រគួនវាត្រូវជឿចកេះហើយនេះវារំខានទេវាអត់ដឹងយើងស្រឡាញ់វាប៉ុណ្ណាទេអាដៃជើងហ្នឹងចុកជើងនៅចុកហើយវាអត់ដឹងគុណអីទេវាជាភារៈមានទុកច្រើនទៅចាត់ទុកវាជាមាក្តៅពេកមិនបានតិចពេកមិនកើតឃ្លានពេកមិនកើតឆ្អែតពេកក៏យ៉ាប់ឃើញទេឃើញបាទមួយថ្ងៃបញ្ចុកវាប្រហែលដងនៅមានអញ្ចិតបញ្ចុកផ្សេងទៀតហ្នឹងហើយមួយទៀតអភិសង្ខារមាគឺកម្មដែលយើងធ្វើហ្នឹងវានៅបកើតនៅក្នុងសង្សារវដ្តហ្នឹងកើតស្លាប់មួយទៀតហៅថាមច្ចមាគឺសេចក្តីស្លាប់យើងទាំងអស់គ្នានឹងត្រូវមាមកកាត់ផ្ដាច់គឺសេចក្តីស្លាប់ជាមាមួយដែរអញ្ចឹងមាទាំងអស់យើងជាមនុស្សនេះមិនមែនទេវបុត្រមាទេប៉ុន្តែយើងអាចជំនួសដោយមនុស្សដែលផ្ចាញ់យើងទាំងឡាយដូចជាមាដែរអ្នកដែលចំណែនយើងទាំងឡាយអ្នកដែលបៀតបៀនយើងទាំងឡាយហ្នឹងក៏ដូចជាមាចឹងដែរអ្វីតែយើងមិនមានទេវបុត្រមាក៏ប៉ុន្តែមនុស្សមាមានសម្រាប់យើងគ្រប់គ្នាគឺត្រូវតែមានអញ្ចឹងជីវិតមើលតតនាពុទ្ធយើងអត់ខុសគ្នា